បាទសួស្តីពុកម៉ែបងប្អូននេះជាសកម្មភាពដាក់ចំណីឲ្យមាន់ពេលល្ងាចបាទសម្រាប់ពុកម៉ែបងប្អូនដែលមានចំណង់ចំណូលបាទជាពិសេសបងប្អូនដែលចូលចិត្តខាងចិញ្ចឹមមាន់ហ្នឹងបាទអាចមើលវីដេអូនេះខ្ញុំបាននឹងរៀបរាប់ពីរបៀបបាទចិញ្ចឹមមាន់ខ្លះៗប្រាប់ទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងបាទការចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសារទាំងអស់គ្នានេះគឺជាបាទមាន់ដែលខ្ញុំចិញ្ចឹមលក្ខណៈគ្រួសាររបស់ខ្ញុំពុកម៉ែបងប្អូនបាទហើយការចិញ្ចឹមរបស់ខ្ញុំគឺខ្ញុំធ្វើវ៉ាក់សាំងចំនួន5ដងហើយក៏ខ្ញុំចិញ្ចឹមខ្ញុំអត់ប្រឡែងវាឲ្យដើរទៅណាឆ្ងាយទេបងប្អូនគឺខ្ញុំមានស្បៃហុំសម្រាប់ឲ្យវានៅតែក្នុងស្បៃហ្នឹងទេបើសិនជាបងប្អូនចិញ្ចឹមវាប្រឡែងទៅឆ្ងាយហើយវាអត់ទៅល្អទេអញ្ចឹងយើងហុំវានៅនឹងទៅបងប្អូនពេលណាយើងដាក់ចំណីឲ្យវាស៊ីអីទៅវាបានមន់យើងបាទទីទាំងអស់វាអត់លីឡំមួយមន់គេបាទសម្រាប់ពុកម៉ែបងប្អូនដែលជួយចិត្តចិញ្ចឹមមាន់ហ្នឹងបងប្អូនក៏មើលរំលងអាការចិញ្ចឹមមាន់លក្ខណៈគ្រួសារក៏ដោយបងប្អូនយើងនៅផ្ទះយើងឃ្លាតពីការងារយើងចិញ្ចឹមមាន់ចាំអីទៅបាទវីដេអូនេះគឺអត់រៀបរាប់ឲ្យច្រើនទេបងប្អូនពីព្រោះវីដេអូមុនខ្ញុំតែងតែរៀបរាប់ពីការធ្វើវ៉ាក់សាំងមាន់ការច្នៃចំណីឲ្យមាន់ការថែទាំមាន់តាមពីការធ្វើសបុកឲ្យមេមាន់ខ្ញុំតែងតែធ្វើវីដេអូរៀបរាប់បាទជាច្រើនចែករំលែកដល់ពុកម៉ែបងប្អូនឲ្យបានដឹងก่อนពីពុកម៉ែបងប្អូនខ្លះក៏អត់តាមបានទស្សនាតាមបានដឹងបងប្អូនខ្លះទៅក៏គាត់បានទស្សនាបានដឹងហើយមាន់ភាគច្រើនបងប្អូនគឺខ្ញុំឲ្យស៊ីចំណីមួយថ្ងៃ2ដងតែបើមាន់បងប្អូនឧបមាថាមាន់បងប្អូនប៉ុណ្ណេះហើយបងប្អូនអាចបុកចំណីវាមួយថ្ងៃ3ដងក៏បានដែរបងប្អូនព្រោះមាន់យើងរៀងត្រឹសហើយយើងបំពន់ចំណីវាឲ្យវាឆាប់មានទម្ងន់ធ្ងន់យើងដាក់វា3ដងក៏បានដែរតែបើបងប្អូនរវល់ទេបងប្អូនដាក់តែ2ដងក៏បានដែរបងប្អូនដល់បានព្រឹកពេលល្ងាចទៅវាល្អសម្រាប់មាន់យើងហើយបើយើងមានពេលទេក៏យើងដាក់ឲ្យ3ដងទៅពីព្រោះមាន់យើងត្រឹសជាតិអីបងប្អូនយើងដាក់3ដងទៅយើងបំពន់វាឆាប់គីឡូវាធ្ងន់ការចិញ្ចឹមបាទបងប្អូនក៏យើងអាចរកចំណូលបានសមរម្យជាពិសេសបងប្អូនយើងខាងប្រត្រីដែលគាត់មានកូនតូចអីយើងអត់អាចទៅធ្វើការងារណាឆ្ងាយបានទេយើងឆ្លៀតបាទមើលផ្ទះមើលចំបែងហើយយើងចិញ្ចឹមមេមាន់ខ្លះទៅដូចមាន់ខ្ញុំនេះខ្ញុំអត់យកកូនមកពីណាមកដាក់ទេបងប្អូនអត់មានទិញកូនទិញអីគេទេគឺកូនមាន់របស់ឯងយើងចិញ្ចឹមមេឲ្យវាពងវាក្រាបញាស់ហ្នឹងយើងយកមកដាក់វានៅថែខាងនេះព្រោះការចិញ្ចឹមរបស់ខ្ញុំហ្នឹងខ្ញុំអត់ដាក់មេលីឡំជាមួយមាន់សាច់ដែលយើងបំពន់សម្រាប់លក់ទេយើងដាក់វាផ្សេងគ្នា
แต่อันนี้พอปูมอนเนี่ยยังเราดักเวลาตรงเลยบางคนเวียเรียงตรึได้ให้แต่ยังเอาตอนตรงแล้วเวียมาได้ยังดักเวียเราเลยตรงข้างในนั้นคือเวียเราโตอันนี้คือยังมันอาจตรงแล้วเวียปะดอยบางคนเดี๋ยวเราโตจังยังอาจตรงแล้วเวียเตยังตรกาเอาเวียเราเลยตรงนั้นตอนเวียเรียงตรึได้ไอ้ใครบอกซาใช่ไปยับแทะมอนโตจริงๆบางคนมันโตใช่นั่นยังยับแทะด้วยมอนยังตรึที่โปรแคปซาเวียธรรมดาเวียแต่จะเตรียมโกยันเท่าเวียมอนบ่ยังมือเท่าเวียเรียงด้วยกอลจะมาคนคนมอนโตนี่